រឿងខ្ញុំបានធ្លាក់ចូលក្នុងកំដាប់ដៃអត្តរិទ្ធផ្ដាច់ការបន្ទាប់ពីរចនាម៉ូដសតថ្មីរបស់អ្នកគ្រប់គ្រងស្រីរួចមកបន្ទប់រាស៊ីក៏ប្រែជាស្អាតជាងមុនភ្លាមអ្នកបម្រើទាំងអស់មិនហ៊ានមើលរំលងឬមួយក៏មើលងាយនាងទៀតឡើយគេនិយាយថារាជិនីថ្មីជាមនុស្សខុសខើគេបង្កើតរឿងថានាងនឹងចង់ដណ្ដើមតំណែងរបស់ព្រះអង្គម្ចាស់ទី2អេរិកហើយគេថានាងមានគម្រោងបង្កើតពន្ធលើប្រជាជនទៀតផងរឿងនេះសុទ្ធតែជារឿងប្រឌិតមកពីគ្រួសារដ៏មានតម្លៃរបស់នាងនៅអាណាចក្របឺរីហើយមានមួយទៀតដែលគេចូលចិត្តនិយាយគ្នាអ្នកមានឈាមរាជវង្សទាំងអស់មានសក់ពណ៌មាសដែលតំណាងឲ្យវេទមន្តរបស់ពួកគេមានតែឡាស៊ីប៉ុណ្ណោះដែលមានសក់ពណ៌ខ្មៅគេចោទថាវាជាសញ្ញានៃធម្មជាតិខុសខើរបស់នាងនៅពេលនោះអ្នកបម្រើផ្ទាល់ខ្លួនរបស់អត្រិកបានរាយការណ៍ដល់អត្រិកកនអំពីហេតុការណ៍ជាមួយអ្នកគ្រប់គ្រងស្រីប៉ុន្តែក៏មិនបានបង្ហាញដល់ការខ្វាយខ្វល់ណាមួយឡើយភាពមិនអើពើរបស់គាត់គឺជាចម្លើយដ៏ច្បាស់បំផុតនៅក្នុងបន្ទប់ឡាស៊ីអង្គុយស្ងៀមគណៈសិង្ហកំពុងអានលិខិតអញ្ជើញទៅពិធីតែពីអនាគតមហាសីទាំងឡាយសិននិយាយថាការទៅជាមួយអនាគតមហាសីក៏ជាកាតព្វកិច្ចរបស់រាជិនីដែរបើសិនបើមិនទទួលការអញ្ជើញទេនាងគួរតែរៀបចំពិធីតែផ្ទាល់ខ្លួនដើម្បីជួបពួកនាងទាំងអស់ឡាស៊ីគិតក្នុងចិត្តពិធីតែរបស់អនាគតមហាសីមើលទៅខ្ញុំមិនចង់ចូលរួមសោះយ៉ាងណាក៏ដោយនាងត្រូវតែមានអាហារពេលល្ងាចជាមួយអត្រិកយប់នេះក្នុងលិខិតដែលនីកូឡាធ្លាប់ផ្ញើត្រឡប់ទៅប៊ឺរីក្នុងជីវិតមុននាងបានសរសេរថាត្រូវបានធ្វើបាបនៅអាណាចក្រឆារ៉ុតដូច្នេះឡាស៊ីដឹងថាលើកនេះនាងប្រហែលជាមិនត្រូវបានស្វាគមន៍ដែរនាងសួរស៊ីងថាតើគួរទៅពិធីតែដែរឬទេស៊ីងឆ្លើយដោយសាមញ្ញថាវាស្ថិតលើការសម្រេចចិត្តរបស់នាងចម្លើយដែលគ្មានអារម្មណ៍នោះធ្វើឲ្យនាងនឹកឃើញរតកាលក្នុងជីវិតមុននៅពេលនាងរកឃុំក្នុងគុកងឹតអនាគតមហេសីរបស់កុនក៏បានមកមើលនិងបង្អាប់នាងដែរឡាស៊ីសួរស៊ីងថាអ្នកណាជាអ្នកផ្ញើលិខិតអញ្ជើញស៊ីងឆ្លើយថាគឺអនាគតមហេសីទី4 Elizabeth មុខឡាស៊ីក៏ប្ដូរភ្លាមក្នុងជីវិតមុនពេលនាងបាត់បង់ការមើលឃើញ Elizabeth បានមកជួបនាងហើយបោះពាក្យប្រមាថដល់សាហាវជាច្រើនឈ្មោះនោះក៏ដូចជារបួសចាស់ដែលមិនទាន់ជាសះស្បើយពិធីតែនេះប្រហែលជាមិនមែនជាការជួបសាមញ្ញឡើយអនាគតមហាសីទាំងអស់ធ្លាប់មើលងាយឡាស៊ីដែលភ្នែកពោពេញទៅដោយការប្រមាថដូចជាមើលសត្វដែលត្រូវបានដាក់ហុងទ្រុងសូម្បីតែពេលរមាំងបាត់បង់ភ្នែកមើលឃើញក្នុងជីវិតមុនការមើលងាយនោះពិតជាមិនបាត់បង់ឡើយបន្ទាប់ពីគិតពិចារណាឡាស៊ីក៏សម្រេចចិត្តភ្លាមៗថានាងនឹងទៅចូលរួមពិធីតែនៅក្នុងពិធីទឹកតែអនាគតមហាសីទាំងអស់កំពុងនិយាយដើមនាងយ៉ាងសប្បាយពួកនាងសរសើរ Elizabeth ថាមានភាពឆើតឆាយនឹងសម្រស់ស្រស់ស្អាតក៏តែអង្គុយស្ងៀមក៏បង្ហាញអំណាចក្នុងចិត្តពួកនាង Elizabeth គឺជាមនុស្សដែលសមស្របបំផុតក្នុងការធ្វើជាតំណែងរាជិនីនៅពេលនោះទ្វារក៏បានបើកឡើងឡាស៊ីដើរចូលមកក្នុងសម្លៀកបំពាក់ពណ៌ក្រហមដ៏លេចធ្លោពណ៌ក្រហមដូចភ្លើងបញ្ជាអំណាចនិងភាពភ័យខ្លាចភ្នែករបស់ពួកនាងនោះស្ទើរតែភ្លឺឡើងមិនមែនដោយសារការស្វាគមន៍ទេប៉ុន្តែដោយសារតែការច្រណែន Elizabeth ញញឹមហើយអញ្ជើញឡាស៊ីអង្គុយសម្លេងទន់ភ្លន់ប៉ុន្តែព្រែកមិនមានភាពកក់ក្ដៅឡើយស្នាមញញឹមនោះធ្វើឲ្យឡាស៊ីនឹកឃើញថ្ងៃនៅហុងកុងងឹតពេលដែល Elizabeth ឈរនៅខាងមុខនាងហើយបោះពាក្យបង្អាប់អាក្រក់ដល់សាហាវឡាស៊ីគិតក្នុងចិត្តថាក្នុងចំណោមអនាគតមហាសីទាំងអស់មានតែម្នាក់ប៉ុណ្ណោះដែលធ្លាប់បង្ហាញភាពមេត្តាចំពោះនាងប៉ុន្តែប្រហែលជាមិនចូលរួមទេនៅថ្ងៃនេះពេលនាងអង្គុយនៅទីនោះមនុស្សទាំងអស់នោះចាប់ផ្ដើមសម្ដែងធ្វើជាមានភាពកង្វល់ដោយខ្លាំងខ្លាយរាជិនីតែសុខសប្បាយដែរទេយើងបាននៅពាក្យចម្រាមខ្លះពួកនាងសួរអំពីសុខទុក្ខប៉ុន្តែបន្ទាប់ពីសួរអំពីពាក្យចម្រាមអំពីការដណ្ដើមអំណាចនិងការកាន់ពន្ធសម្លេងទន់ភ្លន់ប៉ុន្តែមុតស្រួចឡាស៊ីអង្គុយស្ងៀមមុខមាត់ស្ងប់ដូចជាមិនរងឥទ្ធិពលអ្វីឡើយពិធីតែនេះមិនមែនជាការជួបមិត្តភាពទេវាជាសមរភូមិដែលប្រើពាក្យជាអាវុធឡាស៊ីមិនខ្វល់នឹងពាក្យសម្ដីចាក់ចុចរបស់ពួកនាងឡើយElizabeth ថែមទាំងចំអកសក់ពណ៌ខ្មៅរបស់ឡាស៊ីហើយនិយាយបែបបញ្ឆោតថាវាជាកូនស្រីមិនស្របច្បាប់ឡាស៊ីគិតថាប្រសិនបើវាជានីកូឡាវ័យក្មេងវិញប្រកាសជាមិនអាចទ្រាំនឹងការវិប្រាបែបនេះបានឡើយចុងក្រោយយាយនិយាយត្រង់ៗថាមានហើយយើងមិនជាកូនស្របច្បាប់ស្លៀងស្ងាត់វិតុកបន្ទាប់មកនាងអង្វែឲ្យមើលទៅ Elizabeth វិញហើយនិយាយយ៉ាងត្រជាក់ថាបើនាងមានផ្ទៃពោះកូនរបស់នាងក៏មិនខុសពីកូនមិនស្របច្បាប់ដែរការគោរពជាកូនរបស់អនាគតមហាសីពិតជាគួរអាណិតណាស់មិនមែនទេឬពេលនោះធ្វើឲ្យបរិយាកាសត្រជាក់ភ្លាមឡាស៊ីបន្តថាហើយតើនាងប្រកាសទេថាកូននោះនឹងមានសក់ពណ៌ផ្លាទីនដូចនឹងអត្រាយបើមិនមែនតើព្រះអង្គនឹងទទួលស្គាល់កូនរបស់អនាគតមហាសីម្នាក់នឹងឬពេលនោះ Elizabeth វាយទុកឡើងមួយទំហឹងធ្វើឲ្យពេញតានៅចិត្តឡើងញ័រឡាញញញឹមតិចហើយឈរឡើងហើយចាក់ចេញមុនចេញពីទ្វារនាងមកបែរខ្លួនវិញហើយនិយាយថាយប់នេះខ្ញុំមានអាហារពេលល្ងាចជាមួយអត្រាសូមរីកជាមួយតែរបស់អ្នកទាំងអស់គ្នាពេលនោះដូចជាប្រេងចាក់លើភ្លើងអញ្ចឹង Elizabeth ខឹងដល់ថ្នាក់រត់ចេញពីកម្មវិធីនេះហើយស្បត់ថា
នាងមិនដែលទទួលស្គាល់រាស៊ីជារាជនីថ្មីឡើយហើយនាងនឹងផ្ទាល់ខ្លួនឯងនេះឯងនឹងបណ្ដេញនាងជាវិញ្ញាចក្រនេះនៅក្នុងបន្ទប់ទទួលទានអាហារការរៀបចំសម្រាប់អន្តរាជនិងរាជនីកំពុងធ្វើតឡាយ៉ាងប្រណិតអលីសាបេតញញឹមតិចៗហើយនិយាយថានាងចង់ជួយរៀបចំអាហារព្រឹកនេះនៅពេលនោះរាស៊ីទៅត្រៀមខ្លួនរួចនាងគិតថាតាំងពីរូបកាលមកនាងមិនទាន់បានជួបគាត់សូម្បីតែម្ដងប៉ុន្តែក្នុងនាងជាប្រពន្ធការទទួលទានអាហារជាមួយគ្នាគឺជារឿងជាមិនរួចហេតុផលដែលអាត្រេចង់រៀបការជាមួយព្រះនាងម្នាក់ពីបឺរីនោះគឺដើម្បីយកនាងជាខ្មាំងនយោបាយណាស៊ីសម្រាប់ចិត្តថានាងនឹងបង្ហាញតម្លៃរបស់ខ្លួនដោយផ្ទាល់ដែលផ្ដល់ព័ត៌មានដែលមានប្រយោជន៍ដល់គាត់ហើយអាហារពេលល្ងាចនេះគឺជាឱកាសល្អបំផុតព្រាមមានដំរាបម្នាក់យកម្លេខិតមកជូននាងដោយនិយាយថាព្រះអាត្រេកំពុងរងចាំនាងសម្រាប់អាហារពេលល្ងាចណាស៊ីសម្លឹងមើលលិខិតនោះបន្តិចនាងកំពុងតែត្រៀមខ្លួនទៅជួបគាត់រួចហើយដើម្បីបានជួបគាត់ត្រូវផ្ញើលិខិតមកបែបនេះទៀតនេះមិនមែនជាសម្បត្តិពីអាត្រីទេឡាស៊ីដឹងច្បាស់ថាអ្នកផ្ញើប្រកាសគឺជានរណាប៉ុន្តែនាងនៅតែរក្សាភាពស្ងប់ស្ងាត់នៅមានពេលច្រើនទៀតខ្ញុំនឹងលេងជាមួយនាងរហូតដល់ចុងក្រោយណាមើលថាតើនាងអាចធ្វើអ្វីបានខ្លះហើយឡាស៊ីក៏បានដុតសម្បត្តិនោះចោលរបាញ់ប្រកាសទៅចាប់ផ្ដើមឡាស៊ីមកដល់កន្លែងนั้นប៉ុន្តែនាងសន្លឹមមកជុំវិញមិនឃើញនរណាម្នាក់ឡើយហើយក៏មិនឃើញនរណាម្នាក់មកលាក់ខ្លួនផងដែរព្រាមនោះមានធុងតាមវាពណ៌សមួយត្រូវបានចាក់ពីលើមកលើនាងអលីសាបេតធ្វើពុតជាថាខូនចៃដន្យនាងថែមទាំងយល់ថាថ្នាំលាបពណ៌សនេះនឹងធ្វើឲ្យសាក់ខ្មៅអពមង្គលរបស់រាស៊ីមើលទៅមិនអពមង្គលទៀតនៅលើជើងខាងលើនោះក៏មានកនឈោមមើលគ្រប់យ៉ាងប៉ុន្តែគាត់មិនបានបង្ហាញអារម្មណ៍អ្វីឡើយគាត់មិនបានចូលរួមមករារាំងឡើយរាស៊ីក៏នៅស្ងប់ស្ងាត់ហើយនិយាយទៅកាន់ស៊ីងឲ្យរៀបចំសម្លៀកបំពាក់ថ្មីក្នុងបន្ទប់ទទួលទានអាហារគាត់កំពុងតែអង្គុយរងចាំអ្នកបម្រើកំពុងនិយាយគ្នាតិចៗថាហេតុអ្វីបានជារាជនីឡាស៊ីមកយឺតបែបនេះគាត់ក្នុងចិត្តថាគួរឲ្យខកចិត្តណាស់ខ្ញុំគិតថានាងខុសពីអ្នកដទៃប៉ុន្តែចុងក្រោយនាងក៏ដូចជាស្រីទំផ្សេងទៀតដែរប្រហែលជានាងកំពុងអង្គុយយំបន្ទប់ហើយគាត់ស្ទើរតែត្រឡប់ទៅវិញទៅហើយប៉ុន្តែភ្លាមនោះណាស៊ីក៏បានចូលមកហ្គនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងម្ងាញ់ខ្លួនជាមួយសក់ពណ៌មាសភ្លឺរលោងទៅពន្លឺថ្ងៃពណ៌មាសសម្រស់របស់នាងធ្វើឲ្យបន្ទប់ទាំងមូលស្ងប់ស្ងាត់ក្នុងតកាលនីកូឡាក៏ធ្លាប់ត្រូវបានគេចាក់ទឹកថ្នាំដែរប៉ុន្តែនាងបានស្រេចហើយទាមទារត្រឡប់ទៅអាណាចក្របឺរីវិញតែលាស៊ីខុសគ្នាប្រកាសហើយសក់របស់លាស៊ីដើមគឺពណ៌មាសគ្រាន់តែឃើញសម្រស់របស់រាជិនីថ្មីភ្លាមហ្គនក៏មើលឡើងភ្លឹកហើយក៏បានលួចលើទឹកមាត់មកក្អឹកទៀតផងតាំងពីដើមនាងតែងតែលាបពណ៌ជាពណ៌ខ្មៅនាងបានលាងថ្នាំហើយនឹងបានយកថ្នាំនឹងចេញឥឡូវនេះនាងមិនចាំបាច់លាក់បាំងទៀតឡើយនៅអាណាចក្របឺរីសក់ពណ៌មាសនិងផ្លាទីនគឺជានិមិត្តសញ្ញានៃឈាមសាមគ្គីនិងមន្តអាគមខ្លាំងបំផុតលើទ្វីបគ្មានសញ្ញាជិកណាមួយនៃរាជវង្សបឺរីមានសក់ពណ៌មាសទេលើកលែងតែឡាស៊ីដូច្នេះពណ៌សក់នេះគឺជាភស្តុតាងនៃតម្លៃនិងអំណាចរបស់នាងឡាស៊ីសង្កេតឃើញថាអាកនមើលនាងដោយភ្ញាក់ផ្អើលនាងចងចាំថាក្នុងជីវិតមុនគឺហ្គនជាអ្នកព្យាបាលព្រៃឲ្យនាងហ្គនសួរថានាងទៅតែប្ដូរពណ៌សក់មែនទេឡាស៊ីបដិសេធដោយនិយាយថាវាជាពណ៌ធម្មជាតិរបស់នាងឃើញហ្គននៅតែមានចម្ងល់នាងបញ្យល់ថាច្បាប់គ្រួសារបង្ខំឲ្យនាងលាបសក់ពណ៌ខ្មៅហ្គនកាន់នឹងសង្ស័យក្នុងចិត្តឡាស៊ីគិតថាគាត់មិនទាន់ដឹងថាខ្ញុំជាជនរងគ្រោះទេខ្ញុំមិនអាចបញ្ញាពេកបានទេនាងបន្តបញ្យល់ថានីកូឡានិងព្រះអង្គម្ចាស់អេរិកមានវេទមន្តខ្សោយដូច្នេះសក់ពណ៌របស់ពួកគេមិនបំលែងទៅជាពណ៌មាសពេញលេញទេមានពាក្យបញ្ជាក់ថាព្រះអង្គម្ចាស់អេរិកនឹងស្នងរាជប៉ុន្តែដោយសារតែវេទមន្តរបស់គាត់មិនខ្លាំងដូចឡាស៊ីនាងត្រូវបានបង្ខំឲ្យលាក់អំណាចបាត់ដោយលាបពណ៌ជាពណ៌ខ្មៅដើម្បីគ្រប់គ្រងគាត់ពេលនោះធ្វើឲ្យបន្ទប់ស្ងប់ស្ងាត់ពន្លឺទៀនបានបំភ្លឺលើសក់ពណ៌មាសរបស់នាងហើយគាត់ក៏ចាប់ផ្ដើមមើលនាងដោយភ្នែកសាច់ជាថ្មីឡាស៊ីញ៉ាំទិញដល់ទឹកមុខមានកិត្យានុភាពហើយនិយាយថាមើលទៅព្រះអាត្រីមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគ្រួសាររបស់នាងនាងបន្តថានាងរីកណាស់ដែលអាចទទួលទានអាហារជាមួយគាត់ក្នុងរូបរាងបែបនេះហើយគិតថាសក់ពណ៌មាសរបស់នាងសមស្របយ៉ាងល្អជាមួយសក់ពណ៌ផ្លាទីនរបស់គាត់ពេលនោះធ្វើឲ្យហ្គនគិតយ៉ាងសាផ្កាត់ក្នុងការគិតយ៉ាងជ្រៅឃើញបរិយាកាសប្រែប្រួលឡាស៊ីប្រញាប់បញ្យល់ថានាងមិនមានបំណងបង្ខំខ្លួនឲ្យក្លាយជាមនុស្សតាមឧត្តមគតិរបស់គាត់ឡើយនាងក៏តែជឿថាខ្លួនឯងមានសមត្ថភាពនិងស័ក្តិសមធ្វើជារាជិនីហើយក្នុងចំណោមស្ត្រីទាំងអស់របស់គាត់នាងគិតថាខ្លួនមានកិត្យានុភាពខ្ពស់ជាងគេពាក្យនេះធ្វើឲ្យហ្គនភ្លឺភ្នែកដោយកំហឹងក្នុងជួតគាត់គិតថានាងមានមោទនភាពពេកហើយប្រសិនបើនាងលើកខ្សែប្រឡាយក្នុងនាមជារាជិនីនោះគាត់អាចផ្ដាច់ជីវិតនាងដោយដៃខ្លួនឯងប៉ុន្តែឡាស៊ីមិនបង្ហាញភាពភ័យខ្លាចឡើយនាងនឹងថាប្រសិនបើគាត់សម្លាប់នាង
គាត់នឹងបាត់បង់ប្រភពព័ត៌មានដ៏មានតម្លៃមួយបន្ទាប់មកនាងនិយាយឈ្មោះមួយយ៉ាងស្ងប់ស្ងាត់កុងស៊ុននាវាពាណិជ្ជកម្មដ៏ធំបំផុតក្នុងអាណាចក្រ Charlotte ពាក្យនោះធ្វើឲ្យគាត់ញាប់ផ្អើលយ៉ាងខ្លាំងហើយគាត់ក៏បានស្លឹងមើលទំនាងឡាស៊ីដាក់ពេញតែចុះហើយបន្តនិយាយថានាវានោះមិនត្រឹមតែជាការជួញដូរធំជាងគេប៉ុណ្ណោះទេប៉ុន្តែថែមទាំងពាក់ព័ន្ធនឹងច្រកផ្លូវពាណិជ្ជកម្មសម្ងាត់និងការផ្លាស់ប្ដូរធនធានយុទ្ធសាស្ត្រទៀតផងនាងលើកភ្នែកមើលគាត់ដោយមានភាពទុកចិត្តបើព្រះអង្គម្ចាស់ចង់ដឹងបន្ថែមខ្ញុំអាចជួយបានណាបរិយាកាសបន្ទប់កាន់តែតានតឹងលបាយនយោបាយប្រតិគាត់ទៅជាផ្ដាំទេនេះវាកុងស៊ុនធ្វើដំណើរឆ្លងកាត់អាណាចក្រច្រើនដើម្បីជួញដូរទំនិញដោយសារអាណាចក្រ Charlotte ស្ថិតនៅតំបន់ត្រជាក់ធនធានធម្មជាតិមិនសម្បូរបែបទេដូច្នេះពាណិជ្ជកម្មគឺជាសរសៃឈាមសេដ្ឋកិច្ចសំខាន់បំផុតឡាស៊ីនិយាយយ៉ាងប្រកបចិត្តថាក្នុងរយៈពេល1ខែខាងមុខអាណាចក្រកាព្រីនិងសម្ព័ន្ធមិត្តបូរីនឹងវាយប្រហារនាវានេះព្រមទំនិញទាំងអស់ហើយសម្រាប់នាវាទាំងមូលបន្ទាប់មក Charlotte នឹងជួយវិបត្តិខ្វះខាតសម្ភារៈជាចាំបាច់នាងបន្តថាបូរីបានសហការសម្ងាត់ជាមួយនឹងកាព្រីក្នុងផែនការនេះហើយជួយលាក់បាំងសកម្មភាពដើម្បីទទួលបានផលប្រយោជន៍សម្រាប់ខ្លួនឯងឡាស៊ីដឹងរឿងនេះព្រោះមុនពេលរៀបការមកនាងបានរួចស្ដាប់សន្ទនារវាងអធិរាជបូរីនិងអធិរាជកាព្រីវិសាពីផែនការនេះនាងចងចាំយ៉ាងច្បាស់ថាឪពុករបស់នាងដឹងថានីកូឡាកំពុងរៀបការចូល Charlotte ប៉ុន្តែគាត់នៅតែបន្តផែនការនេះដោយចេតនានៅពេលនោះនាងចង់និយាយបន្ថែមតែអេរីកបានរំខានហើយបាននិយាយថាទំនាក់ទំនងទិវាជាមួយនឹង Charlotte គ្រាន់តែជារឿងខាងក្រៅប៉ុណ្ណោះបន្ទាប់មកក៏រង្វែងហើយនិយាយថាផែនការនេះមិនមែនឡាស៊ីជាអ្នកគិតឡើងទេគ្រាន់តែធ្វើដោយការសោកស្ដាយចំពោះកាព្រីដែលកំពុងខ្វះខាតអធិរាជបូរីធ្វើពុតថាឧត្តសានាងដែលបានគិតផែនការល្អហើយបន្ថែមថាគាត់ធ្វើបែបនេះចំពោះ Charlotte ដោយសារតែភាពចាំបាច់ប៉ុណ្ណោះរំលឹករឿងនោះឡាស៊ីមានអារម្មណ៍ថាខ្លួនឯងងងណាស់នៅជីវិតមុនករណីនេះមិនដែលបានបកស្រាយច្បាស់ឡើយការសំណល់នាវាត្រូវបានរកឃើញនៅឆ្នេរអាណាចក្រ Kison បានទទួលបន្ទុកទាំងស្រុងត្រូវបានកាន់កាត់មកខំឲ្យសងប្រាក់សំណងយ៉ាងច្រើនដល់ Charlotte គាត់នៅពេលនោះបានគ្រប់គ្រងស្ថានភាពដើម្បីកាត់បន្ថយការខាតបង់ដូច្នេះករណីនៅតែជារឿងអាកាសធាតុហើយវិជាការពិតក៏និយាយសម្រាប់ការលាក់បាំងជំនួយពីកាពីត្រូវបានដល់ឲ្យអធិរាជបូរីនិងរាជទាំងអស់ត្រឡប់មកទៅកាហាវិញគាត់មើលឡាស៊ីដោយភ្នែកត្រជាក់ក្នុងចិត្តគាត់មានសំណួរមួយកំពុងលោតឡើងតែនេះកំពុងព្យាយាមទាញយកព័ត៌មានពីខ្ញុំវិញឬបរិយាកាន់តែតានតឹងឡាស៊ីបានដាក់អត្ថប្រយោជន៍ដ៏ធំមួយនៅលើតុឥឡូវនេះគឺជាពេលដែលគាត់ទៅសម្រេចថានេះជាសត្រូវឬក៏ជាដៃគូឡាស៊ីបញ្យល់យ៉ាងច្បាស់ថានាវាកុងស៊ុននឹងត្រូវវាយប្រហារក្នុងរយៈពេល1ខែនាងមានព័ត៌មានលម្អិតថ្ងៃម៉ោងទីតាំងនិងវិធីសាស្ត្រនៃការវាយប្រហារដើម្បីឲ្យគាត់ទុកចិត្តនាងអនុញ្ញាតឲ្យគាត់សាកល្បងនាងប្រសិនបើព្រឹត្តិការណ៍កើតឡើងនិយាយនោះគាត់នឹងដឹងថានាងមានតម្លៃពិតប្រាកដគាត់គិតថាគាត់ក៏ត្រូវការបង្ហាញថានាងមានតម្លៃសម្រាប់អាណាចក្រចំពោះឡាស៊ីព័ត៌មានពីបូរីនិងអតីតជីវិតរបស់នាងគឺជាអាវុធសម្រាប់នាងគាត់ចង់សួរព័ត៌មានបន្ថែមប៉ុន្តែនាងនិយាយថានាងនឹងប្រាប់នៅពេលសមស្របចុងក្រោយគាត់យល់ព្រមជានាងតែក្នុងលក្ខខណ្ឌគាត់ស្នើឲ្យនាងប្រាប់ថ្ងៃនិងទីតាំងប្រតិបត្តិនៃការវាយប្រហារបើសិនបើត្រឹមត្រូវគាត់នឹងទទួលស្គាល់នាងប៉ុន្តែបើពេលមិនខុសនោះគាត់នឹងបោះនាងចូលក្នុងសមុទ្រសំឡេងគាត់ត្រជាក់ដូចទឹកកកអញ្ចឹងឡាស៊ីមិនញ័រឡើយនៅម្ខាងទៀតអេលីសាបេតកំពុងតែខឹងខ្លាំងនាងមិនស្មានថាឡាស៊ីមានស័ក្តិសមមីហើយធ្វើកិច្ចព្រមព្រៀងជាមួយអធិរាជបានទៀតនាងស្រែកសួរនាងម្ដងថាកិច្ចព្រមព្រៀងនោះជាអ្វីប៉ុន្តែគ្មានអ្នកណាដឹងទេក្នុងចិត្តនាងគិតថាឡាស៊ីបានសាក់ពណ៌ខ្មៅដើម្បីជំនួយឲ្យនាងឡាស៊ីកំពុងអង្គុយអានសៀវភៅនាងគិតថាអាហារពេលល្ងាចបន្ទាប់នឹងមកដល់ក្នុងមួយខែទៀតរយៈពេលនេះនាងត្រូវតែប្រុងប្រយ័ត្នខ្លាំងបំផុតភ្លាមនោះនាងទទួលបានលិខិតមួយប៉ុន្តែវាត្រូវបានហែកជាបន្ទះរួចហើយនាងសួរសម្រាប់ប៉ុន្តែគ្មានអ្នកដឹងទេថាអ្នកណាជាអ្នកធ្វើឡាស៊ីមើលអក្សរខ្លះៗហើយដឹងព្រាមថាវាមកពីបូរីខ្សែអក្សរដំបងគ្រាន់តែសួរថាជីវិតនៅ Charlotte យ៉ាងដូចម្ដេចនាងមិនចង់អានបន្តទេនាងប្រាប់អេស៊ីងបោះចោលទៅវាត្រូវបានហែករួចហើយខ្ញុំមិនបាច់ហែកបេះដូងខ្លួនឯងទៀតទេនាងចង់ចាំថាក្នុងជីវិតមុននីកូឡាក៏ធ្លាប់ត្អូញត្អែអំពីលិខិតដែលត្រូវបានគេហែកដូចនេះដែរអ្នកធ្វើនេះគឺក្នុងចំណោមអនាគតមហាសីហើយអេលីសាបេតគឺជាអ្នកតាមចម្បងឡាស៊ីសួរថាតើនាងនឹងជួបអេលីសាបេតពេលណាវិញនាងបានដឹងថានៅចុងសប្តាហ៍នេះមានមន្ត្រីជំនាញរបស់អ្នកមានអំណាចខ្ពស់អនាគតមហាសីទាំងអស់នឹងចូលរួមឡាស៊ីសម្រាប់ចិត្តនឹងទៅក្នុងចិត្តនាងគិតថាមើលទៅអនាគសមហាសីម្នាក់នឹងធ្វើអ្វីបានខ្លះចំពោះខ្ញុំនេះនៅក្នុងផ្ទះកញ្ចក់ដ៏ប្រណិតដែលស្រស់ស្អាតដូចជាសួនផ្កាអ
នាគតមហាសេដ្ឋី3សាសាក៏ពកតែយ៉ាងរីករាយសួននេះស្រស់ស្អាតដល់ថ្នាក់អ្នកធម្មតាក៏មិនអាចមិនសរសើរមិនបានរាស៊ីឃើញនាងហើយក៏ដល់ទៅជិតនាងសាសាភ្ញាក់ផ្អើលនាងជាបូកយោបល់ព្រោះរាស៊ីដែលនាងស្គាល់តែងតែមានសក់ខ្មៅប៉ុន្តែរនេះវិញមានសក់ពណ៌ភ្លឺដូចមាសអញ្ចឹងសាសាគ្របយ៉ាងសុភាពប៉ុន្តែមានសមរភ័យក្នុងភ្នែករាស៊ីស្អិតសម្លេងនាងស្លេងនោះស្គាល់យ៉ាងខ្លាំងបេះដូងនាងញ័រមួយផ្លែកមន្តការមួយកំពុងតែបើកឡើងរាស៊ីសង្កេតឃើញថាសាសាអនាគតមហាសេដ្ឋី3មើលទៅទន់ភ្លន់និងភ័យខ្លាំងមែនទែននាងគិតក្នុងចិត្តថាហើយបើបានជានាងមើលទៅត្រង់ស្អាតបែបនេះមិនតែព្រាមនាងរំលឹកខ្លួនឯងថាមិនគួរមើលមនុស្សងាយពេកទេណាអាចវាជាការសម្ដែងកថាបានរាស៊ីញញឹមតិចហើយសួរថាក្នុងនាមជាអនាគតម៉ាយសីនាងក៏ជាមានទេពកោសល្យពិសេសមួយចំនួនមែនទេទើបអាចឈរចូលនៅក្នុងវាំងនេះបានសាសាជាផ្អើលបន្តិចហើយបញ្ញាបញ្យល់ថានាងបានក្លាយជាអនាគតមហាសីដោយទំនាក់ទំនងការទូតរវាងប្រទេសកំណើតរបស់នាងនិងឈឺរ៉ុតមិនមែនដោយសារទេពកោសល្យណាមួយទេរាស៊ីគិតក្នុងចិត្តថាទោះជានាងសម្ដែងក៏ដោយក៏អាចឲ្យប្រើឱកាសនេះដើម្បីព័ត៌មានបាននាងធ្វើជាស្និទ្ធស្នាលហើយអញ្ជើញសាសាផឹកតែជាមួយនាងសាសាថាតែមានរសជាតិឆ្ងាញ់ល្អនាងសរសើរតែរបស់រាស៊ីជាបន្តបន្ទាប់ហើយនិយាយថាបើមានប៊ីនផងនោះវានឹងកាន់តែឆ្ងាញ់រាស៊ីចង់ដឹងថាប៊ីននឹងជាអ្វីសាសាបញ្យល់ថាវាជាស្ករគ្រាប់ពេញនិយមនៅ Charlotte នាងភ្ញាក់ផ្អើលណាស់ដែលរាស៊ីមិនស្គាល់រាស៊ីរំលឹកថានៅបូរីនាងមិនដែលចូលរួមពិធីសង្គមឬពិធីទឹកតែឡើយនាងមានអារម្មណ៍តែខ្មាស់បន្តិចហើយសម្រេចថាត្រូវរៀនអំពីរឿងទាំងនេះនៅបន្ថែមទៀតឃើញទំពុកនាងសាមកទៅព្រួយបារម្ភហើយនិយាយថានាងមានបំណងស្អីមិនទាន់រាស៊ីឡើយរាស៊ីញញឹមបន្តិចហើយបង្វែរប្រទេសបទនាងសួរអំពីអនាគតមហាសេដ្ឋីផ្សេងៗរបស់ Gon សាប្រាប់ថាស្ត្រីភាគច្រើនដែលខ្ល้ายជាអនាគតមហាសេដ្ឋីគឺដោយហេតុផលនយោបាយមានន័យថាប្រធានតំណែងរាជនីប៉ុន្តែព្រះអធិរាជមិនខ្វល់ឡើយស្ត្រីវ័យក្មេងជាច្រើនបានព្យាយាមចូលមកជិតគាត់ប៉ុន្តែចុងក្រោយវាសនាអាក្រក់មានតែស្ត្រីដែលមានតម្លៃប៉ុណ្ណោះដែលអាចចូលជិតគាត់បានមុនរាស៊ីមកដល់អ្នកដែលជិតតំណែងរាជនីបំផុតគឺ Elizabeth ចំណែកអនាគតមហាសេដ្ឋីទាំង6គឺជាអ្នកថ្មីបំផុតក្នុងហារឹមសាបន្តថានាងនិយាយដែលសម្លេងញ័រថាតាំងពីមានហេតុការណ៍មួយដែលអនាគតម្ហាសេដ្ឋីម្នាក់ព្យាយាមកាន់កាប់ព្រះអធិរាជតែម្នាក់នោះមិនហ៊ាននរណាម្នាក់ហ៊ានធ្វើបែបនេះម្ដងទៀតឡើយអនាគតមហាសេដ្ឋីទាំង6គឺមានអំណាចបំផុតនៅពេលនេះពួកនាងមានតម្លៃខ្ពស់ជាងគេក្នុងផ្នែករបស់អធិរាជដោយសារតែបែបនេះហើយគាត់ផ្ដល់សិទ្ធិអំណាចខ្លះៗក្នុងវាំងឲ្យនាងនរណាក៏ដោយដែលចង់មកចូលចិត្តគាត់ត្រូវរារាំងដោយនាងជាមុនសិនឡាស៊ីសាប់យ៉ាងស្ងប់ស្ងាត់ហើយនាងគិតថាវាំងនេះមិនមែនត្រឹមជាកន្លែងរស់នោះទេវាជាទីលានសង្គ្រាមឡាស៊ីគិតក្នុងចិត្តថាហើយអនាគតមហាសេដ្ឋីទី6មិនទាន់មានចលនាអ្វីទៀតតើនាងកំពុងអង្កេតមកខ្ញុំឬតើនាងបានដឹងអំពីអំពើរបស់ Elizabeth ហើយឬនៅនាងអ្វីសំណួរទៅសាអំពី Elizabeth សាប្រាប់ថា Elizabeth តែងតែប្រមូលមនុស្សនិងអ្នកក្រអំពប់ចំពោះអនាគតមហាសេដ្ឋីផ្សេងៗដើម្បីខិតជិតតំណែងរាជនីនាងបានប្រើយុទ្ធសាស្ត្រច្រើនរួមទាំងបង្កើតបកផ្ទាល់ខ្លួនក្នុងវាំងសានិយាយថានាងមិននងខ្លាចជារាជនីទេប៉ុន្តែ Elizabeth បានធ្លាប់ទុកនាងឲ្យនៅស្ងប់ស្ងាត់ឡើយនាងណែនាំរាស៊ីដោយស្ម័គ្រថាគួរតែប្រុងប្រយ័ត្នណារាស៊ីសួរយ៉ាងស្ងប់ថាតើសាមានបំណងធ្វើបាបនាងឬសាបដិសេធភ្លាមនាងនិយាយថានាងគ្រាន់តែជាអនាគតមហាសេដ្ឋីម្នាក់មិនហ៊ានប្រឆាំងនឹងរាស៊ីឡើយបន្ទាប់មកសានិយាយដោយសម្លេងទន់ថានាងមិនដែលសមនឹងកន្លែងនេះតាំងពីដើមពាក្យនោះធ្វើឲ្យរាស៊ីភ្ញាក់ផ្អើលមានអ្វីមួយក្នុងចិត្តនាងភ្លឺឡើងដូចជាអនុស្សាវរីយ៍ដែលត្រូវបានលាក់ទុកនាងបានយកដៃទៅប៉ះមុខសាហើយនិយាយអរគុណយ៉ាងទន់ភ្លន់នៅពេលនោះនាងទៅយល់ច្បាស់សាគឺជាអនាគតមហាសេដ្ឋីម្នាក់ដែលធ្លាប់មានចិត្តល្អចំពោះនាងនៅក្នុងជីវិតមុននៅពេលដែលនាងពិការភ្នែកនិងត្រូវបានឃុំខ្លួនសាគឺដូចទេវតាម្នាក់ស្ងប់ស្ងាត់ប៉ុន្តែតែងតែបង្ហាញភាពមេត្តាសូម្បីតែអធិដ្ឋានដល់នាងដោយស្មោះត្រង់ទោះបីក្នុងជីវិតមុនឡាស៊ីបានចាត់ទុកសាជាសត្រូវក៏ដោយសាមិនដែលបង្ហាញភាពស្អប់ឡើយឡាស៊ីនិយាយអរគុណដោយស្មោះសាមានអារម្មណ៍ថាមានអ្វីមួយបានផ្លាស់ប្ដូរឡាស៊ីមិនដូចមុនទៀតឡើយក្នុងចិត្តឡាស៊ីគិតយ៉ាងស្ងប់ថាបន្ទាប់ពីខ្ញុំកញ្ចត់ឧបសគ្គទាំងអស់ខ្ញុំនឹងអញ្ជើញនាងមកពិធីទឹកតែផ្ទាល់ខ្លួនរបស់ខ្ញុំនៅក្នុងវាំងដែលពោរពេញដោយល្បិចនិងការប្រយុទ្ធដោយសម្ងាត់នោះមិត្តភាពទូចមួយកំពុងតែចាប់ផ្ដើមលូតលាស់